ចាថ្ងៃនេះមករៀបសន្ទប់កន្លែងធ្វើម្ហូបបងប្អូនមុនដំបូងថារៀបតាន់តិចទេបងប្អូននេះរើមកមុងរៀបតាក្រោមតាន់តិចទេបងប្អូននេះអង្គុយគិតមើលទៅមើលមកឯដូចជាច្រើនដល់ហើយដឹងស្អីតស្អីទេបងប្អូនអើយមនុស្សស្រីនឹងទិញអីតអីទេឯមិនទិញក៏បាក់មិនទិញក៏មានអារបស់គេឲ្យខ្លះក៏មានអារបស់យើងទៅទិញស្រីមកទៅប្រអប់អីយើងបានអីមកខ្ញុំចេះតែទុកទៅណាបងប្អូនមើលវាច្រើនណាផ្ទះបាយខ្ញុំទូចទេបន្ទប់បាយខ្ញុំទូចទេបងប្អូនអើយតែវ៉ាន់ច្រើនមែនទែនហើយខ្ញុំវារៀបទៅរៀបមកវាមើលទៅដូចវាទៅភ្នែកបងប្អូនមិនដឹងទៅខាងណាខាងណីណាមើលទាញឆ្វេងទៅស្ដាំទាញស្ដាំទៅឆ្វេងបងប្អូនអើយមើលវាទូចមែនណាមិនធំអីណាស់ណាតែវាទូចហើយខ្ញុំទិញមួយខែពីមួយខែកន្លះខ្ញុំទៅទិញវ៉ាន់ដាក់ផ្ទះបាយម្ដងបងប្អូនអើយមើលទៅច្រើនណាស់មិនដឹងស្អីតស្អីទេមនុស្សស្រីមិនដឹងนึกអ្នកធ្វើម្ហូបបានដឹងមនុស្សអ្នកធ្វើម្ហូបបានដឹងស្អីតស្អីទេឈោនេះឈោឆ្ងល់ទៅខាងណាខាងណីទេវាច្រើនពេកគួរទុកឬគួរចូលអារបស់ខ្លះវាច្រើនពេកចូលខ្លះអាខ្លះទៅវាយើងបានប្រើការវាដែលគេអុយមកអីចេះចោះទៅចេះតែកេបទុកទៅវាច្រើនហើយអាតូនេះធ្ងន់ជួយយីបងប្អូនសិតតែដេកអាតូនេះដេកសុតធ្ងន់ណាស់បងប្អូនអើយនេះរុញទៅរុញមកដឹងទៅខាងណាខាងណីទេជាងអៀតនេះបានមកចេះវិញទាញមកចេះវិញបងប្អូនត្រឹមទាញបានមកប៉ុណ្ណេះនោះបងប្អូនអើយបានថតឲ្យមើលទីតនេះអូវាពិបាកវាពិបាកបដូរណាកន្លែងទៅនឹងនេះរួចហើយបងប្អូននេះចាប់ដើមរៀបហើយនេះរៀបមិនដឹងស្អីតស្អីទេបងប្អូនអើយច្រើនណាស់ទាំងចានទាំងឆ្នាំងទាំងសឹងទាំងត្បាល់ទាំងរេទាំងស្ដីមិនដឹងមកពីណាទេបងប្អូនអើយច្រើនមែនទែនទៅទិញពួកអាប៊ីចេងគេថែមចាននេះក៏រៀបដាក់បានចានបានអីមកកណូខ្ញុំញ៉ាំប៊ីចេងច្រើនបងប្អូនមិនញ៉ាំតិចណាខ្ញុំញ៉ាំច្រើននេះនឹងស្អីតស្អីរបស់ខ្ញុំទេច្រើនណារៀបនេះរៀបតសឹងខ្ញុំស្អីក៏មានដែរសឹងពីមុនលក់ប្រហិតមានសឹងមានអីណាអូមនុស្សស្រីខ្ញុំទុកខ្ញុំមនុស្សខ្ញុំមកដូចគេទេមិនដឹងមិនអោយតែឃើញរបស់ស្អីខ្ញុំទុកទាំងអស់អោយតែរបស់ធ្វើម្ហូបបានរបស់អីនៅក្នុងផ្ទះបាយអីប្រើប្រាស់នៅក្នុងផ្ទះបាយខ្ញុំទុកទាំងអស់ខ្ញុំមកដូចគេទេភាគច្រើនខ្ញុំត្រឹមដាច់ចិត្តចូលនេះនិយាយត្រង់អង្គុយគិតហើយគិតទៀតណាបងប្អូនរៀបអង្គុយរៀបហ្នឹងឯងនិយាយត្រង់បែកញើសទាំងព្រលឹមបានថ្ងៃនេះបានធ្វើម្ហូបឲ្យមើលទេបងប្អូនអើយមករៀបផ្ទះបាយឲ្យមើលថ្ងៃនេះមើលត្រឹមរៀបរួចច្រើនម៉ោងដែរបងប្អូននេះព្រឹកមិញឃើញអាម៉ូតូអំបិលគេមកលក់បងប្អូនទាំងអំបិលម៉ត់ទាំងអំបិលគ្រួសនេះខ្ញុំទិញអំបិលទាំង3សាសបដ ாய் ថ្ងៃនេះទុកប្រឡាក់ត្រីថ្ងៃណាបានត្រីទៅប្រឡាក់ធ្វើផ្អកធ្វើស្ដីនេះអានេះអំបិលម៉ត់ញ៉ាំរឿងថ្ងៃចូលចិត្តញ៉ាំអំបិលអស់កម្លាំងដាក់ទឹកបន្តិចទៅនេះមកលាងចានចុងក្រោយបងប្អូនអើយត្រឹមរួចហត់ហៀញញើសទាំងព្រលឹមថ្ងៃនេះអត់មានបានអីជាដុំជាកពួនទេថ្ងៃនេះបានតែមកហត់ថ្ងៃនេះរៀបផ្ទះបាយត្រឹមរួចណាបងប្អូនអើយនិយាយថាបែកញើសប្រាវក្លៀកស្អុយងងនិយាយទៅហត់ណាបងប្អូននេះអានឹកស្រីនៅក្នុងផ្ទះបាយនេះវិលអត់ជុំទេណាខ្ញុំប្រាប់ខ្ញុំវិលអត់ជុំទេណាជាក្រានបាយណាប៉ុណ្្នឹងហើយណា